មន្ទីរទេសចរខេត្តស្ទឹងត្រែងបានសហការជាមួយអាជ្ញាធរនិងភាគីដែលពាក់ព័ន្ធនឹងរៀបចំជាព្រឹត្តិការណ៍ទេសចរមួយដ៏អស្ចារ្យគឺស្ទឹងត្រែងលើសពីទន្លេលើសពីធម្មតាស្ទឹងត្រែង Beyond the River Beyond the Ordinary នៅថ្ងៃទី7 ខែមីនាឆ្នាំ2026ខាងមុខនេះក្នុងព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអាចចូលរួមជាលក្ខណៈមហាជនដោយពាក់ឯកសណ្ឋានអាវយឺតកីឡាឬជាវអាវដែលក្រុមការងារបានរៀបចំមហាជនមានចំណាប់អារម្មណ៍អាចអញ្ជើញចុះឈ្មោះចូលរួមតាមដំណលីងរបស់មន្ទីរទេសចរខេត្តដើម្បីទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយផងដែរដែលផ្ដល់ជូនចំនួន300នាក់ដោយអាវមានកំណត់ប្រសិនបើអ្នកមានបំណងចង់បានអាវយឺតដ៏ស្រស់ស្អាតបន្ថែមក៏អាចចុះឈ្មោះជាវអាវបន្ថែមជាមួយក្រុមការងារជាមុនដោយជូនដំណឹងឲ្យបានមុនថ្ងៃផុតកំណត់ឈប់ទទួលនៅថ្ងៃទី19ឆ្នាំ2026នៅវេលាម៉ោង 5:00 នាទីល្ងាចដើម្បីឲ្យក្រុមការងារអាចរៀបចំបោះពុម្ពអាវយឺតជូនឲ្យបានទាន់ពេលវេលាតាមព្រឹត្តិការណ៍ដែលបានក្រុងខាងលើនេះព្រឹត្តិការណ៍ស្ទឹងត្រែងលើសពីទន្លេលើសពីធម្មតាមានព្យុហយាត្រាកំសាន្តទេសចរចម្ងាយ 3.5 គីឡូម៉ែត្រនៅក្នុងក្រុងរួចក៏នឹងបន្តភ្ជាប់ចេញដំណើររបស់ថ្នាក់ដឹកនាំក្រសួងទេសចរនិងថ្នាក់ដឹកនាំខេត្តទៅទស្សនាកំសាន្តតំបន់ទេសភាពព្រៃលិចទឹករ៉ាំសាទន្លេមេគង្គលើសហគមន៍អេកូទេសចរបូរីអូស្វាយនិងមានបោះតង់ស្នាក់នៅលើកោះទុនសាយនៅទល់មុខស្រុកបូរីអូស្វាយសែនជ័យដែលការរៀបចំសេវាកម្មខាងលើនេះដោយសហគមន៍អេកូទេសចរបូរីអូស្វាយផ្ទាល់និងមានការចូលរួមសម្របសម្រួលដោយមន្ត្រីមន្ទីរទេសចរខេត្តសូមធ្វើការទំនាក់ទំនងមកកាន់មន្ត្រីមន្ទីរទេសចរខេត្តជាមុនសម្រាប់កម្មវិធីបន្តទស្សនាទៅកាន់តំបន់រ៉ាំសាមេគង្គលើនិងបន្តស្នាក់នៅបោះតង់